នឹងចាំចងចាជាប្រវត្តិថ្មីថ្មីហើយក៏ថ្មីទស្សនៈវិស័យមានទិសដៅប្រកបគឺការកសាងដោយចិត្តអំណត់រួមគ្នាអភិវឌ្ឍមាតុភូមិយើង